ខ្លួនឯងថាបារមីស្ដីពីបាតុកម្មនៅថ្ងៃអាទិត្យស្អែកនេះដែលលោកជំមៃបានទទួលអនុញ្ញាតពីសាលាក្រុងឲ្យចាត់ធ្វើនៅទីក្រុងភ្នំពេញហើយដោយគេអះអាងថានឹងមានមនុស្សចូលរួមដល់ទៅ 20,000 នាក់សូមជម្រាបសួរលោកពូសានសវិតនិងសហការីវិទ្យុខ្មែរពិភពលោកទាំងអស់ជាទីគោរពរាប់អានឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំបាទបារមីសូមធ្វើការអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ទាំងក្នុងនិងក្រៅប្រទេសឲ្យក្រោកឡើងចូលរួមធ្វើមហាបាតកម្មដែលដឹកនាំដោយលោកជុំមៃនៅថ្ងៃទី9ខែមិថុនាឆ្នាំ2013នេះនៅទីក្រុងភ្នំពេញដូច្នេះសូមបងប្អូនក្រោកឡើងទូទាំងប្រទេសដើម្បីចូលរួមធ្វើមហាបាតកម្មដ៏ធំពុំធ្លាប់មានដែលជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើងនេះគឺជាឱកាសមាសឱកាសពេជ្រសូមបងប្អូនក្រោកឡើងក្រោកឈរឡើងពួតដៃគ្នាជាកម្លាំងតែមួយដើម្បីស្វែងរកសិទ្ធិសេរីភាពជូនប្រទេសជាតិយើងឲ្យបាននៅថ្ងៃអនាគតសូមបញ្ជាក់ថាកម្លាំងមហាជនដែលបះបោរដែលក្រោកឡើងទូទាំងប្រទេសនោះគ្មានអ្វីមកបំបែកបានឡើយពេលនេះលោកហ៊ុនសែនដែលគេស្គាល់ថាគឺជាបរិសុទ្ធភ្នែកទោលនោះគាត់បានបើកចំហនៅការចូលរួមធ្វើបាតកម្មដែលដឹកនាំដោយលោកជុំមៃនៅថ្ងៃទី9នោះដូច្នេះសូមបងប្អូនទូទាំងប្រទេសចូលរួមឲ្យបានច្រើនកកដ៏មហិមានៅពេលដែលយើងបានជួបជុំគ្នាអស់ហើយនោះយើងនឹងបំបែទិសដៅរបស់យើងចេញពីឯកឧត្តមកឹមសុខាសំដៅទៅរកបរិសុទ្ធភ្នែកទោលដែលគេស្គាល់ថាជាបរិសុទ្ធខ្លាំងនៅកម្ពុជានោះឲ្យចោះចេញពីតំណែងជាដាច់ខាតបងប្អូនដឹងហើយថាលោកហ៊ុនសែនគ្មានគុណសម្បត្តិអ្វីដែលដឹកនាំប្រទេសកម្ពុជាយើងឆ្ពោះទៅរកភាពរុងរឿងធំថ្កើងនោះបានឡើយយើងមានជំរើសពីរសម្រាប់លោកទី1សូមទាមទារឲ្យលោកចោះចេញពីតំណែងដោយសន្តិវិធីទី2ទាមទារឲ្យលោកកាត់កខ្លួនលោកកវត្តចោលនេះគឺជាសន្យារបស់លោកដែលលោកធ្លាប់បានសន្យាថាបើលោកទប់ស្កាត់ការកាប់ព្រៃឈើមិនបានទេនោះលោកនឹងកាត់កកគាត់កវត្តចោលតែឥឡូវបងប្អូនមើលចោះព្រៃរ៉ែត្រីអ្វីនៅស្រុកខ្មែរយើងទាំងអស់នេះហិនហោចអស់ហើយបើយើងមិនពួតដៃគ្នាកសាងការពារនៅពេលនេះទេគឺមិនគ្មានថ្ងៃទៀតទេយួនចូលពេញដីអស់ហើយហ៊ុនសែនគឺជាអាយ៉ងរបស់យួនហ៊ុនសែនមិនហ៊ាននឹងយួនទេរាល់ថ្ងៃនេះគឺបំរើផលប្រយោជន៍របស់យួនហាណូយទាំងអស់ដូច្នេះសូមបងប្អូនក្រោកឡើងពួតដៃគ្នាជាកម្លាំងតែមួយវាយផ្ដួលរបបផ្ដាច់ការនិយមហើយខ្ញុំសូមបញ្ជាក់ទៀតថាលោកហ៊ុនសែនមិនអាចធ្វើអ្វីយើងបានទេលោកហ៊ុនសែនអង្គុយលើកៅអីនេះក៏ដោយសារកម្លាំងដោយសារសម្លេងដោយសារសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋដែរហើយប្រជាពលរដ្ឋជាម្ចាស់ស្លឹកឆ្នោតក៏មានសិទ្ធិទាញទម្លាក់មេដឹកនាំណាដែលយើងគិតថាមិនល្អគ្មានសមត្ថភាពគ្មានបម្រើផលប្រយោជន៍ដល់ប្រទេសជាតិដល់ប្រជាជនយើងឡើយដូច្នេះសូមបងប្អូនក្រោកឡើងចូលរួមឲ្យបានច្រើនកកនៅក្នុងថ្ងៃទី9ខែមិថុនានេះគឺជាមហាបាតកម្មដ៏ប្រវត្តិសាស្ត្រពុំដែលមាននៅក្នុងប្រទេសកម្ពុជាយើងជាទីបញ្ចប់នេះខ្ញុំបារមីសូមជូនពរបងប្អូនឲ្យបានសម្រេចនៅជោគជ័យគ្រប់ភារកិច្ចដើម្បីស្រោចស្រង់ប្រទេសជាតិយើងឲ្យបានទាន់ពេលវេលាសូមអរគុណបាទវា